ជីវិតជាគូជាស្វាមីភរិយានឹងគ្នាជាគ្រួសារនឹងគ្នាអ្វីដែលគ្រប់គ្នាចង់បាននោះគឺសុភមង្គលការរីករាយនៅក្នុងគ្រួសារបង្កើននូវភាពកក់ក្ដៅសម្រាប់គ្រួសាររបស់ខ្លួន admin ជឿជាក់ថាបងប្អូនគ្រប់គ្នានឹងគិតចំណុចមួយនេះដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងជាប្តីពេលទំនេរនៅផ្ទះបាទបលែងលេងជាមួយកូននៅក្បែរប្រពន្ធកូនបាទនាំកូនលេងបាទបង្កើននូវសុភមង្គលគ្រួសារដែលនេះហើយគឺជារូបភាពមួយមនុស្សគ្រប់គ្នាតែងតែស្រមៃចង់បានហើយរឿងមួយទៀតបងប្អូនបើទោះបីជាយើងមានបញ្ហានឹងគ្នាយ៉ាងណាក៏ដោយពេលខ្លះវាតែងតែមានអាការឆ្លុះគ្នាតិចតួចនឹងប៉ុន្តែយើងត្រូវតែចេះអធ្យាស្រ័យឲ្យគ្នាជាគ្រួសារនឹងគ្នាអញ្ចឹងហើយគួរតែចេះលើកទោសឬក៏អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកប៉ុន្តែបញ្ហាខ្លះណាស់ក៏យើងត្រូវតែបាននិយាយគ្នាឲ្យច្បាស់បាទជាប្តីជាប្រពន្ធហើយបាទមានរឿងអីតែចេះពិភាក្សាគ្នាមានរឿងអីក៏ត្រូវចេះចែករំលែកគ្នាបាទទើបធ្វើឲ្យគ្រួសាររបស់យើងនឹងកាន់តែមានភាពរីកចម្រើនអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តនៅคลิปវីដេអូមួយនេះបើពេញចិត្តកុំភ្លេចចុច like និង share វីដេអូមួយនេះម្នាក់មួយផងណាអរគុណច្រើន